ថ្ងៃនេះគឺលេងឈុតធំតែម្ដងដោយសារថាមានបងប្អូនគាត់កំងខ្យង5គីឡូទៀតហើយចឹងហើយគឺគាត់ចង់ឲ្យខ្ញុំដំយកសាច់ឲ្យមកស្អាតចឹងណាដោយសារតែគាត់នៅភ្នំពេញគឺគាត់ពិបាកធ្វើមែនតែនតែម្ដងណាមួយគាត់ខ្លួនស្រីទៀតចឹងហើយគឺគាត់ពិបាកដំពិបាកអីដោយសារតែខ្យងនេះគឺវារឹងគួរសមដែរចឹងហើយថ្ងៃនេះគឺខ្ញុំមករកខ្យងឲ្យគាត់5គីឡូហើយក៏ដំយកសាច់អីធ្វើជូនគាត់មកស្អាតផងដែរតើបងប្អូនទស្សនាវីដេអូពេញជាមួយខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតបាទហើយសម្រាប់ថ្ងៃនេះគឺខ្ញុំអត់ធ្វើសកម្មភាពរើសអត់ធ្វើអីទេបងប្អូនដោយសារថាវីដេអូរើសហ្នឹងគឺខ្ញុំលក្ខណៈថាខ្ញុំថតបាន3 4វីដេអូហើយសម្រាប់ការផុសឲ្យបងប្អូនបានមើលអញ្ចឹងថ្ងៃនេះគឺមកស្ងោថតលក្ខណៈថាត្រួសឲ្យបងប្អូនបានមើលអញ្ចឹងទៅកុំឲ្យថាស្ងាត់វីដេអូតពីចេញក្នុងព្រៃមកក៏ចាប់ដើមហូបទឹកហូបអីដើម្បីយកកម្លាំងកំហែងតិចអញ្ចឹងទៅដោយសារនៅក្នុងព្រៃនេះគឺរវល់ថារកខ្យងពេកចឹងហើយគឺអត់បានហូបទឹកទេបន្ទាប់ពីខ្ញុំហូបទឹកហូបអីរួចសម្រាប់បានទទួលហ្នឹងក៏ចាប់ដើមដើរទៅកាប់គល់ឈើកាប់អីដើម្បីយកមកធ្វើចក្រានធ្វើអីចឹងទៅហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងតែដំធ្វើចក្រានដើម្បីយើងដាក់ស្ងោរខ្យងគឺនៅក្នុងព្រៃផងដែរហើយព្រៃនេះគឺកណ្ដាលវាលតែម្ដងមកមួយគ្នាហើយសម្រាប់ខ្យងមាត់វាចគឺនៅម្ដុំនេះគឺរៀងសម្បូរគួរសមដែរចឹងហើយរកបានតែ10គីឡូទេថ្ងៃមុនបងគាត់កំង5គីឡូថ្ងៃនេះគាត់កំង5គីឡូទៀតរៀងស្បោយមកមួយគ្នាចឹងហើយគឺចិត្តអស់ហើយនៅម្ដុំនេះប្រហែលជាសល់ប្រហែលជា2 3គីឡូទៀតទេចឹងហើយប្រហែលជាទុកហូបខ្លួនឯងមកនេះគឺឈប់រលក់អីចឹងបើសិនជាបងប្អូនចង់កំងចង់អីទៀតប្រហែលថាទៅមុនហ្នឹងនិយាយថាឈប់រលក់ឈប់រអីតាមពិតមិនមែនទេបងប្អូនគ្នាគឺខ្ញុំចង់និយាយថានៅតំបន់ដែលចិត្តផ្ទះហ្នឹងគឺខ្ញុំឈប់រលក់ហើយសម្រាប់បងប្អូនដែលគាត់ចង់ហូបចឹងប្រហែលជាវគ្គក្រោយគឺខ្ញុំទៅឆ្ងាយជាងហ្នឹងដោយសារតែនៅចិត្តផ្ទះគឺពេលណាដែលខ្ញុំចង់ហូបចង់អីហ្នឹងគឺខ្ញុំមករកខ្លួនឯងចឹងណាវាចិត្តផ្ទះចឹងទៅហើយសម្រាប់បងប្អូនដែលចង់កំងគឺខ្ញុំអាចទៅរកឲ្យឆ្ងាយឲ្យបានហើយតម្លៃគឺនៅតែដែរទេហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងតែបង្កាត់ភ្លើងមកនេះគឺយើងដាក់អុសដាក់អីចឹងទៅដូចតែរាល់ដងចឹងណាហើយបន្ទាប់ពីយើងដាក់អុសដាក់អីហើយភ្លើងចាប់ដើមលះហើយយើងក៏មកលាងខ្យងលាងអីដាក់ចូលក្នុងឆ្នាំងដើម្បីយើងដាក់ស្ងោរខ្យងមកដែរព្រោះថាយើងនៅស្ងោរវាតម្រាំឡើងមកឆ្អិនហើយនៅដំវាយកសាច់នៅធ្វើវាទៀតចឹងហើយគឺប្រើពេលវេលាយូរមែនតែនតែម្ដងហើយខ្យងយើងដាក់ស្ងោរវានៅក្នុងឆ្នាំងហើយឆ្នាំងគឺធំមែនតែនតែម្ដងហើយបន្ទាប់ពីយើងដាក់ស្ងោរដាក់អីយើងក៏ចាប់ដើមចាក់ទឹកមកហើយទឹកនេះមិនមែនទឹកសាបទេមកនេះគឺទឹកប្រៃគឺឡើងថ្លាល្អមែនតែនតែម្ដងហើយបន្ទាប់ពីយើងដាក់ស្ងោរដាក់អីយើងចាប់ដើមដាក់រុញអស់រុញអីយើងអង្គុយចាំមើលភ្លើងមើលអីថាឆេះលះមិនលះចឹងមកនេះគឺយើងអង្គុយនៅហាក្តៅហ្នឹងតែម្ដងហើយបន្ទាប់ពីយើងដាក់ស្ងោរបានមកសន្ទុះហើយទឹកយើងក៏ចាប់ដើមពុះដែរបងប្អូនខ្យងយើងក៏ចាប់ដើមឆ្អិនដែរបងប្អូនមើលទៅហើយយើងចាប់ដើមកូរវាឲ្យសព្វតិចមកដើម្បីអាលើមួយធ្លាក់ទៅក្រោមហ្នឹងទៅអាក្រោមវាឡើងមកលើអញ្ចឹងឲ្យវាសព្វគ្នាអញ្ចឹងទៅហើយខ្យងយើងគឺធំល្អដែរបងប្អូនហើយសម្រាប់ខ្យងនេះដូចខ្ញុំនិយាយអញ្ចឹងបងប្អូនគឺយើងយកស្លយកឆាគ្រឿងអីគឺឆ្ងាញ់មែនតើម្ដងខ្យងមាត់វែកនេះគឺអត់មានក្លិនអត់មានទេហើយលំអិលអីក៏អត់មានដូចខ្យងដៃគោដែរគឺធ្វើវាងាយស្រួលហើយបើខ្យងដៃគោវិញគឺយើងនៅដំហើយគឺយើងនៅច្បាច់លំអិលច្បាច់អីវាទៀតគឺយូរមែនតើម្ដងហើយសម្រាប់ខ្យងមាត់វែកគឺយើងធ្វើតែម្ដងគឺហើយតែម្ដងបងប្អូនយើងដំហើយយើងលាងទឹកតែមកស្អាតទៅគឺយើងអាចឲ្យទៅធ្វើម្ហូបធ្វើឲ្យបានយើងមិនបាច់ច្បាច់អំបិលច្បាច់អីទេអញ្ចឹងបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើខ្យងធ្វើអីជូនបងស្រីផងដែរសម្រាប់បងស្រីគឺគាត់ថាពីមុនគាត់កំងខ្យងដែលគោពីខ្ញុំទៅគាត់ថាធ្វើយូរធ្វើអីចឹងទៅចឹងហើយថ្ងៃនេះគឺគាត់កំងខ្យងមកវាគាត់ចង់ឲ្យខ្ញុំធ្វើឲ្យភ្លាមហើយដាក់ផ្លាសេជូនទៅគាត់ចឹងទៅហើយនេះដែរគឺជាសកម្មភាពខ្ញុំកំពុងតែខ្វេះលាងវាបងប្អូនគឺលាងមកស្អាតចឹងទៅហើយសម្រាប់បងប្អូនដែលខ្ញុំធ្វើឲ្យប៉ុណ្នេះហើយបងប្អូនយកទៅដល់ផ្ទះបងប្អូនគាត់លាងទឹកសាបមកតង់ទៀតទៅគឺហូបបានហើយបងប្អូនហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នា